សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីមុខងារថ្មីនៅក្នុងកម្មវិធីរូបចាប់ PAK រូបចាប់ដៃប៉កក្រហមរបស់យើងតាក់ទងនឹង version ថ្មីដែលយើងអាប់ដេតថ្ងៃនេះគឺ version 12.5 ណាដែលយើងនឹងត្រូវអាប់ដេតចឹងនៅក្នុងមុខងារថ្មីនៅក្នុងកម្មវិធីចំនួន12.5 នេះគឺមាននៅក្នុងកន្លែង setting តមកទៀតយើងមានប៊ូតុងថ្មីគឺលេខ12ផ្ទៀងផ្ទាត់បងប្រចាំថ្ងៃអាហ្នឹងណាចឹងកន្លែងហ្នឹងគឺសម្រាប់យើងផ្ទៀងផ្ទាត់បងថាយើងបានស៊ីនទៅហើយក្រុមហ៊ុនបានទទួលបានបងឯណាខ្លះចឹងណាចឹងយើងពិនិត្យមើលងាយស្រួលយើងដឹងនៅក្នុងថ្ងៃហ្នឹងចឹងនៅពេលណាដែលយើងប៉ះវាមកវានឹងចាប់ថ្ងៃបច្ចុប្បន្នដែលយើងកំពុងលក់ហ្នឹងហើយអានេះគឺរបាយការណ៍ដែលយើងបានស៊ីនមកខាងក្រុមហ៊ុនមានឈ្មោះមានបរិមាណទឹកលុយតាមបងនីមួយៗដែលយើងបានស៊ីនហ្នឹងហើយបើសិនជាយើងចង់មើលលម្អិតបងនឹងមួយមានមុខទំនិញអីខ្លះយើងចុចលើរូបភ្នែកនេះមកអញ្ចឹងយើងឃើញពីឈ្មោះទំនិញបរិមាណហើយនឹងជាលុយហ្នឹងអញ្ចឹងណាហើយនៅខាងក្រោមនេះគឺជាទឹកលុយសរុបដែលយើងបានផ្ញើបងនឹងមក6បងហ្នឹងគិតជាទឹកលុយបានប៉ុណ្ណេះហើយយើងលក់បានប៉ុណ្ណេះកេះអញ្ចឹងណា20កម្មជួយអញ្ចឹងកន្លែងហ្នឹងគឺងាយស្រួលសម្រាប់យើងពិនិត្យមើលថាបងដែលយើងបានលក់ឲ្យស៊ីនមកក្រុមហ៊ុនបានទទួលប្រមាណបងអញ្ចឹងបើករណីលើសឬខ្វះឬក៏អីយើងអាចតាក់ទងគ្នាដើម្បីជួយដោះស្រាយតនថ្ងៃអញ្ចឹងហើយមិនត្រឹមតែប៉ុណ្ណឹងយើងអាចជ្រើសរើសថ្ងៃឧទាហរណ៍ថាយើងចង់មើលរបាយការណ៍លក់យើងទៅថ្ងៃថយក្រោយឬក៏ទៅថ្ងៃណាទៀតអញ្ចឹងយើងអាចជ្រើសរើសកន្លែងហ្នឹងបានអញ្ចឹងយើងបដូរទៅថ្ងៃមកវានឹងបង្ហាញមុខទំនិញដែលយើងបានលក់នៅថ្ងៃដែលយើងបានជ្រើសរើសហ្នឹងគឺបងដែលយើងបានស៊ីនមកក្រុមហ៊ុនអញ្ចឹងណានេះមាន12បងអញ្ចឹងណាអញ្ចឹងងាយស្រួលក្នុងការយើងតាមដានបងយើងហើយលក់ករណីខ្វះឬក៏លើសអីយើងអាចតាក់ទងខាង admin សួរនាំឬក៏យើងคลิกស៊ីនអីក៏បានដែរយើងអាចមក check មើលកន្លែងហ្នឹងវិញអញ្ចឹងណាហ្នឹងអញ្ចឹងមុខងារថ្មីមានប៉ុណ្ណឹង